ประเทศខ្មែរមានជាង 5,000 វត្តប្រសង់ជាង 60000 អង្គឃុំរបស់ប្រទេសយើងនៅក្នុងប្រទេសយើងមាន 1652 ឃុំបើគិតជាមធ្យមភាគមួយឃុំមានវត្ត 3បើគិតជាមធ្យមភាគអត់តើវត្តអារាមបានចូលបំពេញតួនាទីភារកិច្ចអីខ្លះដើម្បីរៀបចំបង្កើតធនធានមនុស្សឲ្យមានគុណភាពល្អសិលធម៌ល្អខ្ញុំកណាទៅវត្តច្រើនដែលខ្ញុំនិយាយពីដើមទីបាញ់មិញវត្តខ្លះប្រជែងគ្នាដើម្បីក្រាលបេតុងពីព្រោះខ្ជិលថែស្មៅខ្ជិលថែសួនខ្ជិលដាំផ្កាខ្ជិលដាំដើមឈើខ្ជិលរៀបចំស្រះដល់ចាក់បេតុងទៅលេងធ្វើអីហ៎ចាំបាច់ធ្វើទៀតដូច្នេះរកជំរើសដែលស្រួលដែលល្អហ្នឹងផ្លិចគិតពីបរិស្ថានពីគុណភាពពីភាពអប់រំចិត្តរបស់មនុស្សដែលពេលចូលទៅក្នុងវត្តគេចង់ឃើញទីមលុបដើមឈើតឈឹងតឆេស្ងប់ស្ងាត់ផ្លូវចិត្តគេមិនចង់បានបេតុងទេគួតប្រជែងមហាកុដគួតប្រជែងវិហារវាត្រូវតែមានហើយទៅតាមសម័យកាលជឿនលឿនក៏ប៉ុន្តែមិនគួរផ្ដោតទៅលើផ្នែកសម្ភារៈបែបនោះទេត្រូវផ្ដោតទៅលើបរិស្ថានចិត្តសាស្ត្រអប់រំផ្លូវចិត្តរបស់ប្រជាពលរដ្ឋឲ្យបានខ្លាំងជាទីបំផុតសួរថាព្រះអង្គជាង 5,000 វត្ត 60000 អង្គមានគិតទេថាតើគួរធ្វើកំណែទម្រង់បែបម៉េចដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការចូលរួមបង្កើតធនធានមនុស្សខ្មែរឡើងវិញ